សួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាការដឹកជញ្ជូនខ្ញុំដែលបានទទួលការ order មួយពីហាង Brown Cafe នៅផ្សារទំនើបជីបម៉ុងមេហ្គាមួផ្លូវ271ហើយក៏ឆ្លៀតថតរូបសកម្មភាពដើរទស្សនានៅក្នុងផ្សារបន្តិចទៅដោយសារភេសជ្ជៈគឺខាងបុគ្គលិកធ្វើមិនទាន់រួចរាល់បាទនេះគឺជាសកម្មភាពនៅជាន់ផ្ទាល់ដីខាងក្រោមបងប្អូននៅពេលដែលខ្ញុំដើរទៅបន្ទប់ទឹកបាទឥឡូវគឺខ្ញុំបានចេញពីបន្ទប់ទឹកមកវិញហើយក៏ឃើញទេសភាពឬក៏សោភ័ណភាពវាស្រស់ស្អាតអញ្ចឹងខ្ញុំក៏បានថតធ្វើជាវីដេអូមួយចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបាទហើយខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានធ្វើជាអ្នកដឹកជញ្ជូននៅក្នុងក្រុមហ៊ុនមួយដែលអាចធ្វើឲ្យខ្ញុំទទួលបាននៅប្រាក់ចំណូលដើម្បីផ្គត់ផ្គង់នៅជីវភាពរបស់ខ្ញុំប្រចាំថ្ងៃបានបាទដោយមិនមានការគំនាបគៀបសង្កត់អំពីអ្នកណាមួយខ្ញុំចង់ដឹកគឺខ្ញុំទាញតែម៉ូតូរៀបចំតែស្លៀកពាក់គឺខ្ញុំអាចចេញដឹកខ្ញុំអាចរលួយបានទៅតាមចំនួនដែលខ្ញុំចង់បានបាទឥឡូវគឺខ្ញុំបានមកដល់ក្នុងហាងកាហ្វេហើយគឺហាង Brown Cafe បងប្អូនបាទគឺបុគ្គលិកគឺពិតជាមានភាពរួសរាយរាក់ទាក់ហើយសោភ័ណភាពបរិយាកាសនៅក្នុងហាង Brown Cafe នេះគឺពិតជាមានភាពស្រស់ស្អាតដែរបងប្អូនហើយក៏មិនទាន់រួចរាល់ខ្ញុំក៏បានអង្គុយចុចទូរស័ព្ទលេងបន្តិចទៀតទៅឥឡូវគឺបុគ្គលិកគាត់បានប្រាប់ថារួចរាល់បងអូខេក៏ដល់ពេលវេលាដើរទៅយកកាហ្វេក៏បានបាយជាមួយនឹងពួកគាត់គឺពួកគាត់ចេញធ្វើការនៅម៉ោង10បងប្អូនអូខេឥឡូវគឺបានកាហ្វេហើយ3កែវបងប្អូនគឺយកមកខាងទលេបាសាក់ហើយក៏ដើរមកដល់ចំណតម៉ូតូហើយអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំ